របៀបធ្វើអំពិលត្រាំងាយៗបងប្អូនលឿនឆាប់បានហូបចាអំបិលបាគីចឹងជាដំបូងខ្ញុំដាំទឹកឲ្យពុះបងប្អូនដាំទឹកឲ្យពុះខ្លាំងហើយខ្ញុំដាក់អំពិលចូលអំពិលហ្នឹងបងប្អូនទិញយកអាណាចាស់ចាស់ណាដោយសារថ្ងៃហ្នឹងខ្ញុំទិញបានរៀងស្ទើបងប្អូនអត់សូវចាស់ខ្លាំងបើបងប្អូនទិញអំពិលបានរៀងចាស់តែឆ្ងាញ់ហើយរសជាតិឆ្ងាញ់បងប្អូននេះបន្ទាប់ពីត្រាំពលក្នុងទឹកក្តៅរៀងទន់សំបកហើយខ្ញុំស្រង់វាដាក់ត្រាំទឹកត្រជាក់ម្ដងបងប្អូនអញ្ចឹងយើងស្រោះទឹកក្តៅយើងស្រោះតែមួយទន់សំបកមកណាបងប្អូនកុំស្រោះយូរវាអស់សាច់អំពិលទៅជាលួយអស់ណាចាបន្ទាប់មកខ្ញុំបកសំបកចេញបងប្អូនបកដៃក៏បានបកក្បិតក៏បានដែរងាយចាបកវាឲ្យស្អាតហ្មងណាបងប្អូនលាងសម្អាតវាឲ្យស្អាតបន្ទាប់មកខ្ញុំដាក់ខ្មៅត្រាំដើម្បីទុកត្រាំអំពិលបងប្អូនអញ្ចឹងខ្មៅមកកូនកញ្ចប់ហ្នឹងខ្ញុំកូរវាឲ្យសព្វណាបងប្អូនកូរវាឲ្យខ្លាំងឲ្យវារងអញ្ចឹងយើងយកតែទឹកថ្លាលើបាននេះតបមកខ្ញុំចាក់យកសម្រាប់យកតែទឹកថ្លាលើណាបងប្អូនកកកុំឲ្យដៅកកហ្នឹងណាចាកកហ្នឹងខ្ញុំចាក់ចោលបងប្អូននេះកកអញ្ចឹងកុំយកវាចាក់ចោលណាយើងយកតែទឹកថ្លាមកនេះអញ្ចឹងអាអំពិលខ្ញុំបកឲ្យមិញហ្នឹងបងប្អូនខ្ញុំចាក់ចូលត្រាំវារយៈពេលប្រហែលជា2ម៉ោងណាបងប្អូនត្រាំនេះខ្ញុំត្រាំហើយរយៈពេល2ម៉ោងដល់ពេលខ្ញុំចាក់អំពិលចេញឯងបងប្អូនចាក់អំពិលចេញដើម្បីលាងកបោបងប្អូនកបោហ្នឹងយើងត្រាំវាដើម្បីកាត់ជាតិជូរហើយនឹងដើម្បីឲ្យអំពិលយើងហ្នឹងវាដូចថាវារឹងល្អហើយវាស្រួយបងប្អូនបន្ទាប់មកខ្ញុំលាងទឹកបងប្អូនព្យាយាមលាងកតិកទីវាលាងសម្អាតឲ្យអស់ជាតិកបោណាបងប្អូនលាងធ្វើម៉េចឲ្យថាឲ្យយើងហូបទៅស្និទ្ធមាត់អត់មានបារម្ភរឿងជាតិកបោទេយើងធ្វើខ្លួនឯងអញ្ចឹងគឺថាធ្វើអត់បារម្ភរឿងសុវត្ថិភាពថាយើងហូបទៅខ្លាចប៉ះពាល់គេធ្វើអត់ស្អាតអីអញ្ចឹងណាបងប្អូនធ្វើខ្លួនឯងអញ្ចឹងធានាសុវត្ថិភាពក្នុងការហូបចាបន្ទាប់ពីស្រង់លាងទឹកកបោហើយខ្ញុំស្រង់វាយកមកដាក់ត្រាំទឹកស្អាតយើងហ្នឹងកន្លះម៉ោងហើយក៏1ម៉ោងទៀតអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតខ្ញុំដាក់កូរស្ករបងប្អូនអំពិលខ្ញុំបកហើយហ្នឹងប្រហែលជា1គីឡូអំពិលណាអញ្ចឹងខ្ញុំដាក់ស្ករពាងមួយវែកធំបងប្អូនកូរវាឲ្យខ្លាំងបងប្អូនកូរវាឲ្យឡើងជើងក្រងខ្លាំងណាឲ្យក្រហមដើម្បីឲ្យអំពិលយើងហ្នឹងពណ៌ស្អាតបន្ទាប់មកខ្ញុំដាក់អំបិលម៉ត់មកសភាទៀតបងប្អូនអំបិលម៉ត់ហើយខ្ញុំដាក់ស្ករស2សភាធំទៀតណាបងប្អូនដាក់កូរវាចូលគ្នាឲ្យក្រហមខ្លាំងអញ្ចឹងតោះមកខ្ញុំដាក់ទឹកចូលមួយកូនចានកន្លះបងប្អូនពួកអំពិលខ្ញុំ1គីឡូអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងបើសិនជាបងប្អូនមានអំពិលច្រើនជាងហ្នឹងលៃគ្រឿងតាមហ្នឹងណាបងប្អូនហើយស្លឹកតើយខ្ញុំដាក់ដើម្បីយកជាតិឈ្ងុយអត់មានជាតិអីបងប្អូនវាគ្រាន់តែមានក្លិនឈ្ងុយអញ្ចឹងណាតោះមកខ្ញុំស្រង់អំពិលខ្ញុំត្រាំចោលទឹកស្អាតយើងហ្នឹងស្រង់វាឲ្យស្រស់ទឹកហើយខ្ញុំចាក់ចូលមួយអាទឹកនេះយើងបងប្អូនទឹកស្ករយើងហ្នឹងតែទុកឲ្យត្រជាក់សិនណាបងប្អូនចាំចាក់ចូលចាបន្តមកទៀតអំពិលរបស់យើងរយៈពេល3ម៉ោងបងប្អូនបានពណ៌អញ្ចឹងណាហើយហូបបានទេបងប្អូនតែ3ម៉ោងក៏បងប្អូនអាចហូបបានដែរសិនជាបងប្អូនចង់ឲ្យឆ្ងាញ់ចូលជាតិហ្មងមកយប់បងប្អូនមកយប់ព្រលឹមស្ឡើងស្អែកថ្ងៃត្រង់អីចាំយើងហូបណានិយាយទៅចូលជាតិឆ្ងាញ់ហ្មងវាចូលជាតិហើយវាត្រជាក់វាស្រួយហើយតែស្រួយហ្មងយើងដាក់នឹងទូទឹកកកណាបងប្អូនបើបងប្អូនអត់ចង់ទុកដល់ស្អែកក៏បានដែរប៉ុណ្ណឹងក៏បានដែរបងប្អូន